đọt ơi có sò môi chop bắt tới បាទជំរាបសួរពុកម៉ែបងប្អូនដែលស្នេហាវិស័យបណ្ដាលគុណខ្មែរបងប្អូនណាខ្លះបានទស្សនាការប្រកួតបាទម៉ារ៉ាតុងដណ្ដើមខ្សែក្រវ៉ាត់កាលពីយប់មិញនៅក្នុងសង្វៀន Viger បាទ Viger គុណខ្មែរបងប្អូនបាទអញ្ចឹងយប់មិញមានការប្រកួតម៉ារ៉ាតុងរហូតដល់2ប្រភេទបងប្អូនប្រភេទ55និង67បាទដែលការប្រកួតយប់មិញខ្ញុំបានលើកឡើងមុនការប្រកួតដែរបងប្អូនថាឈុតទី1បាទប្រភេទគីឡូ55ខ្ញុំដាក់ក្តីរំពឹងទៅលើយ៉ាស៊ីនបាទប្រសិនបើការប្រកួតអ្នកទាំងពីរឆ្លងផុតជុំទី1ដូចគ្នាឡើងទៅជួបគ្នានៅវគ្គផ្ដាច់ប្រត់ខ្ញុំដាក់ក្តីរំពឹងទៅលើយ៉ាស៊ីនថានឹងទទួលបានខ្សែក្រវ៉ាត់បាទជាលទ្ធផលយប់មិញដូចការទស្សន៍ទាយរបស់ខ្ញុំអញ្ចឹងបងប្អូនបាទយើងឃើញថាចំពោះយ៉ាស៊ីនជាមួយនឹងសវណ្ណឃីមគឺគាត់ល្អដូចគ្នាសម្រាប់អ្នកទាំងពីរសម្រាប់បងប្អូនទាំងពីរគឺល្អដូចគ្នាបាទដូចទាំងភាពធន់ទាំងថាផ្លែដែលគាត់មានហ្នឹងគឺល្អដូចគ្នាហើយបងប្អូនបាទគ្រាន់តែថាខ្ញុំមើលឃើញយប់មិញជាក់ស្ដែងពេលឡើងប្រកួតគឺមានលំអៀងគ្នាមែនបងប្អូនរឿងកាយសម្បទាហ្នឹងណាអញ្ចឹងអាកន្លែងហ្នឹងក៏ជាហេតុផលមួយដែរបងប្អូនអ្វីត្បិតតែគាត់មានសមត្ថភាពល្អដូចគ្នាមែនប៉ុន្តែមិនប្រកាសថាមនុស្សធំមនុស្សតូចចេញផ្លែទៅទម្ងន់ស្មើគ្នាទេបងប្អូនជាក់ស្ដែងយប់មិញបានត្រឹមតែមួយទឹកទេសម្រាប់វគ្គផ្ដាច់ព្រាត់ដណ្ដើមខ្សែក្រវ៉ាត់រវាងយ៉ាស៊ីនជាមួយនឹងសវណ្ណឃីមបាទតែទោះជាយ៉ាងណាក៏ចូលរួមសោកស្ដាយជាមួយនឹងសវណ្ណឃីមដែលគាត់មិនបានជោគជ័យកាលពីយប់មិញហើយជូនពរឲ្យគាត់ខិតខំជាបន្តទៅទៀតបាទការប្រកួតគឺតែងតែមានឈ្នះមានចាញ់អញ្ចឹងហើយបាទចំណែកឯយ៉ាស៊ីនបាទចូលរួមអបអរសាទរជាមួយនឹងយ៉ាស៊ីនក្នុងការទទួលបានខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតប្រភេទគីឡូ55កាលពីយប់មិញបាទសូមអរគុណ